អូខេគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនជាងយើងទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំសូមម៉ូតូវ៉ាន់គឺមកនិយាយព្រោះដោយសារតែយើងខានជួបគ្នាយូរហើយដោយសារតែមករយៈធំនេះគឺខ្ញុំរវល់ដោយសារតែយើងខ្លាចជាប៉ារបស់គេអញ្ចឹងទៅយើងមានការងារច្រើនតាក់ទងជាមួយនឹងបន្ទប់គ្រួសារបងប្អូនអរគ្នាហើយសម្បីតែការជួសជុលក៏ខ្ញុំត្រូវការលក្ខណៈថាវារៀងដក clear មួយផ្នែកធំដែរមិនសូវជាបានជួសជុលច្រើនប្រហែលនោះទេប៉ុន្តែខ្ញុំនឹងចាប់ផ្ដើមរៀបចំធ្វើវីដេអូឡើងវិញបងប្អូនអរគ្នាដោយសារតែបងប្អូនអរគ្នាភាគច្រើនគឺសួរថាបាត់ខ្ញុំទៅណាមានអ្នកដែលគាត់ធ្លាប់ឆាតជាមួយខ្ញុំអញ្ចឹងក៏ឆាតមកសួរថាបាត់ខ្ញុំទៅណាដែលសូវឃើញធ្វើវីដេអូសារខ្ញុំរវល់បងប្អូនអរគ្នាអធិស្ឋានផងហើយមួយទៀតការងាររបស់ខ្ញុំមិនមែនមានតែការជួសជុលមួយទេនិយាយរួមទៅគឺមានច្រើនទៀតដូចជាការទទួលទិញអីវ៉ាន់មកពីប្រទេសថៃក្រុមបើកក្រុមហ៊ុនលក្ខណៈថាក្រុមហ៊ុនដឹកជញ្ជូនអាហ្នឹងគឺខ្ញុំធ្វើការឲ្យខាងហ្នឹងផងហើយគឺខ្ញុំមានជាលក្ខណៈថាជូនភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាបផងអញ្ចឹងហើយអានេះបន្តថាយើងធ្វើការងារច្រើនមែនតើមិនមែនតែការងារមួយទេអញ្ចឹងมันអាចទប់ជាប់ហើយនៅពេលដែលខ្ញុំតនេគឺខ្ញុំឆ្លៀតធ្វើវីដេអូឥឡូវនេះខ្ញុំគិតថាខ្ញុំអាចចាប់ដើមឆ្លៀតខ្លះហើយក្នុងការធ្វើវីដេអូឡើងវិញបងប្អូនអរគ្នាអញ្ចឹងហើយកំភៃថាបាត់ខ្ញុំទៅណាញោមមានទៅណាទេបងប្អូនអរគ្នាខ្ញុំនៅតែបន្តផុសវីដេអូចំណេះដឹងជំនាញជួសជុលម៉ូតូនៅលើ channel របស់ខ្ញុំដដែលនិយាយរួមទៅតួវាមិនទទួលបានកម្រៃអីក៏ខ្ញុំនៅតែពេញចិត្តនៅក្នុងការធ្វើព្រោះធ្វើឲ្យចែករំលែកឲ្យទទួលបានលក្ខណៈថា comment ល្អពីបងប្អូនអញ្ចឹងទៅគឺសប្បាយចិត្តបងប្អូនអរគ្នាអញ្ចឹងគឺខ្ញុំជួយចិត្តនិយាយបងប្អូនអរគ្នាសម្រាប់ការនិយាយការប្រទ្រុសជួយដោះស្រាយបញ្ហាបងប្អូនអញ្ចឹងគឺខ្ញុំរីករាយមែនតើដោយសារតែបើសិនជាខ្ញុំអត់រវល់ទេគឺខ្ញុំមានពេលច្រើនក្នុងការបង្កើតមាតិកាវីដេអូឲ្យបានច្រើនតែដោយសារខ្ញុំរវល់បងប្អូនអរគ្នាអញ្ចឹងអធិស្ឋានផងអញ្ចឹងវីដេអូនេះគឺជាសារមួយថាខ្ញុំនឹងត្រឡប់មកវិញហើយចាប់ដើមធ្វើវីដេអូវិញហើយអញ្ចឹងបងប្អូនកុំបារម្ភតែបាត់ខ្ញុំទៅណាដោយសារតែអ្នកណាគេក៏មានទុកលំបាកឬក៏អ្នកណាគេក៏មានលក្ខណៈថាការរវល់ផ្ទាល់ខ្លួនការងារផ្ទាល់ខ្លួនដែលធ្វើឲ្យយើងអាចនឹងរវល់ខ្លាំងមិនអាចមានពេលក្នុងការធ្វើវីដេអូប៉ុន្តែខ្ញុំដាក់ចិត្តថាចង់ធ្វើវីដេអូចង់ផលិតវីដេអូហ្នឹងអញ្ចឹងហើយគឺខ្ញុំនឹងធ្វើវីដេអូឡើងវិញបងប្អូនកុំភ្លេចរងចាំទស្សនាវីដេអូដែលខ្ញុំនឹងចេញបន្ទាប់ពីវីដេអូនេះណាអូខេអញ្ចឹងហើយក៏អរគុណដល់បងប្អូនដែលតែងតែតាមដានតាំងពីដើមមកតាំងពីនិយាយរួមទៅមានបងប្អូនខ្លះដែលគាត់តាមដានខ្ញុំគឺគាត់តាមដានតាំងពីខ្ញុំមិនទាន់ channel មិនទាន់ធំនៅទូចមែនតើហើយវីដេអូមិនសូវមានអ្នកមើលប៉ុន្តែមានបងប្អូនខ្លះគឺគាត់តាមដានរហូតមកអញ្ចឹងហើយក៏អរគុណដល់ពួកគាត់មែនតើអរគុណសម្រាប់ការគាំទ្រហើយការលើកទឹកចិត្តបងប្អូនអរគ្នា comment ល្អតើ4-10 comment មកគឺយើងមានក្តីសុខមែនតើបងប្អូនអរគ្នាកុំឲ្យទៅថាជួប comment ដែលចេញមកលក្ខណៈថា comment បំបាក់ទឹកចិត្តអញ្ចឹងគឺអត់ចូលចិត្តទេអញ្ចឹងបើយើងឃើញគឺយើងដកចេញទៅយើងមិនចាំបាច់ទៅឈឺក្បាលទេអូខេអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាជម្រាបលាបាយបាយពីខ្ញុំសុងម៉ូតូវ៉ាន់កុំភ្លេចជួយ like និង subscribe channel YouTube ខ្ញុំមកផងណាបាយបាយបងប្អូនអរគ្នាជម្រាបលា